À l'initiative de la France, après 2 ans, 2 mois et 25 jours de négociations, à 19h30 ce mercredi au centre de conférence de l'avenue Kléber, là où la paix au Vietnam fut signée, le Cambodge a mis fin à 50 années de guerre dans cette région du monde. Le Conseil de sécurité entérine les accords de Paris. L'organisation sera chargée de veiller à leur mise en œuvre en déployant au Cambodge une opération qui sera probablement la plus importante, la plus complexe de l'histoire des Nations Unies. À compter d'aujourd'hui, le peuple khmer va retrouver la pleine maîtrise de son destin. Il n'appartient qu'à lui de déterminer son avenir politique et personne n'acceptera qu'il connaisse de nouvelles souffrances. Les Cambodgiens, je crois pouvoir le dire en votre nom, aspirent à la paix de toutes leurs forces, ce qui exige l'abandon de tout esprit de revanche, qui serait aussi dangereux que l'oubli de l'histoire et de ses drames.ក្រោយពីបានចូលកាន់កាប់ប្រទេសខ្មែរកាលពីថ្ងៃទី7មករាឆ្នាំ1979មកប្រទេសវៀតណាមត្រូវពួកប្រចាំប្រទេសកលទោសយ៉ាងខ្លាំងទាំងខាងវិស័យនយោបាយទាំងខាងវិស័យសេដ្ឋកិច្ចរហូតដល់ហាមមិនឲ្យប្រទេសឯទៀតធ្វើជំនួញជាមួយប្រទេសវៀតណាមនៅជាមួយគ្នានោះដែរសហគមន៍អន្តរជាតិបានរៀបចំធ្វើសន្និសីទមួយសម្រាប់ឲ្យប្រទេសខ្មែរចេញបានមកវិញនៅសន្តិភាពឯករាជ្យបូរណភាពឯកភាពជាតិនិងលទ្ធិប្រជាធិបតេយ្យនៅក្រោមការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិសន្និសីទសន្តិភាពក្រុងប៉ារីបានប្រារព្ធឡើងនៅថ្ងៃទី23ដុល្លារឆ្នាំ1991ដែលមានប្រទេសបារាំងនិងប្រទេសឥណ្ឌូនេស៊ីជាសហប្រធាននិងមានប្រទេសអូស្ត្រាលីប្រទេសប្រ៊ុយណេប្រទេសកាណាដាប្រទេសចិនសហរដ្ឋអាមេរិកប្រទេសឥណ្ឌាប្រទេសជប៉ុនប្រទេសលាវប្រទេសម៉ាឡេស៊ីប្រទេសហ្វីលីពីនប្រទេសអង់គ្លេសប្រទេសសហហបុរីប្រទេសថៃសហភាពសូវៀតប្រទេសវៀតណាមប្រទេសយូហ្គោស្លាវីព្រមទាំងភាគីខ្មែរទាំងអស់ជាសមាជិកផងសន្ធិសញ្ញាប៉ារីថ្ងៃទី23ដុល្លារ1991មានគោលដៅជាពិសេសគឺធានារ៉ាប់រងឲ្យកម្ពុជាស្គាល់ពិតប្រាកដនៅឯករាជ្យភាពអធិបតេយ្យភាពបូរណភាពទឹកដីនិងឯកភាពជាតិមាត្រាទី1កតាខណ្ឌទី1និងទី2បានចែងថាប្រទេសកម្ពុជាសន្យាជាឱឡារិកថានឹងថែរក្សាការពារអធិបតេយ្យភាពឯករាជ្យភាពបូរណភាពទឹកដីអព្យាក្រឹតភាពនិងឯកភាពជាតិរបស់ខ្លួនក្នុងគំនិតនេះប្រទេសកម្ពុជាសន្យាថានឹងលុបចោលជាអសារបង់នៅសន្ធិសញ្ញានិងកិច្ចព្រមព្រៀងទាំងឡាយណាដែលប៉ះពាល់ទៅនឹងអធិបតេយ្យភាពឯករាជ្យភាពបូរណភាពទឹកដីរបស់ខ្មែរដូច្នេះសន្ធិសញ្ញាសន្តិភាពប៉ារីថ្ងៃទី23ដុល្លារឆ្នាំ1991មានគោលដៅទុកជាមុខៈនៅសន្ធិសញ្ញានិងកិច្ចព្រមព្រៀងរវាងសាធារណរដ្ឋប្រជាមានិតកម្ពុជានិងសាធារណរដ្ឋសង្គមនិយមវៀតណាមដែលមានពីឆ្នាំ1979សន្ធិសញ្ញាសន្តិភាពមិត្តភាពនិងសហប្រតិបត្តិការពីឆ្នាំ1982សន្ធិសញ្ញាកម្រិតព្រំដែនសមុទ្រដែនដីនិងទឹកប្រវត្តិសាស្ត្រពីឆ្នាំ1983សន្ធិសញ្ញាលើលក្ខន្តិកៈព្រំដែននិងសេចក្តីព្រមព្រៀងលើគោលការណ៍ដើម្បីដំណោះស្រាយព្រំដែនពីឆ្នាំ1985សន្ធិសញ្ញានៅលើការកម្រិតព្រំដែនដីគោកនិងការបោះគោលសីមាលើព្រំដែនខ្មែរវៀតណាមប្រវែង200គីឡូម៉ែត្រពីឆ្នាំ1986ដល់ឆ្នាំ1988សន្ធិសញ្ញាទាំងអស់នោះបានទទួលស្គាល់សារជាថ្មីដោយគណៈកម្មការចម្រុះខ្មែរវៀតណាមដែលបានចុះហត្ថលេខានាថ្ងៃទី27មីនាឆ្នាំ1999នៅទីក្រុងហូជីមិញនិងបានយល់ព្រមដោយគណៈរដ្ឋមន្ត្រីលោកហ៊ុនសែនក្នុងសម័យប្រជុំពេញអង្គនាថ្ងៃទី22ធ្នូឆ្នាំ2000នៅឯប្រទេសកម្ពុជាវិញអ្នកទទួលខុសត្រូវធំខ្មែរ
ទោះជានៅក្នុងរដ្ឋសភាក្តីនៅក្នុងព្រឹទ្ធសភាក្តីនៅក្នុងក្រុមប្រឹក្សាធម្មនុញ្ញក្តីក៏ដូចជានៅស្ថាប័នទាំងអស់ឯទៀតនៃរដ្ឋអ្នកទាំងអស់នោះនាំគ្នានៅស្ងៀមឥតហ៊ាននិយាយស្ដីអ្វីនោះទេដោយហេតុថាអ្នកទាំងអស់នោះមានការភ័យខ្លាចប៉ះពាល់ដល់ឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាលចំណែកលោកហ៊ុនសែនវិញនោះក្នុងគោលជំហររក្សាយុទ្ធសាមគ្គីឥតបានធ្វើការតវ៉ាឲ្យបានហ្មត់ចត់ខ្លាំងក្លាចំពោះកិច្ចព្រមព្រៀងនេះទេពេលនេះគឺជាពេលមួយដែលហត្ថលេខីនៃកិច្ចព្រមព្រៀងកុងប៉ារីឆ្នាំ1991ទាំងអស់ត្រូវទទួលយកការទទួលខុសត្រូវអន្តរជាតិរបស់រៀងៗខ្លួនដែលមានចំពោះព្រះរាជាណាចក្រកម្ពុជាដែលរឹតតែខ្សោយទៅដោយសារកលល្បិចយុទ្ធសាស្ត្រនយោបាយនិងកងទ័ពដែលប្រទេសជិតខាងគេបាននាំគ្នាប្រើមកលើកាន់តែខ្លាំងឡើងក្នុងការច្បាំងដណ្ដើមកាន់កាប់ទឹកដីរបស់ខ្មែរនេះជាហេតុមួយអាចបណ្ដាលឲ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាពនិងស្ថិរភាពដែលប្រទេសទាំងនេះចង់បានជាខ្លាំងសម្រាប់ប្រទេសកម្ពុជានិងសម្រាប់ប្រទេសដទៃទៀតនៅក្នុងតំបន់នេះ